នៅក្នុងប្រព័ន្ធផលិតកម្មពូជពីញ៉ាំប័ណ្ណយើងមានវិធីសាស្ត្រក្នុងការធ្វើគឺច្រើនប្រភេទវិធីសាស្ត្រក្នុងការដាំដុះអញ្ចឹងមានទាំងការស្ទង់ដោយដៃការស្ទង់ដោយម៉ាស៊ីនឬក៏ការដាំជាជួរអញ្ចឹងដាំជាជួរហ្នឹងក៏មានច្រើនទៀតវាមានដាំប្រភេទម៉ាស៊ីនខុសគ្នាអញ្ចឹងណាអញ្ចឹងបើម៉ាស៊ីនដាំយើងមានកំណត់នៅទៅក្របស្រូវដែលធ្លាក់ចម្ងាយពីកន្លែងធ្លាក់មួយទៅធ្លាក់មួយអញ្ចឹងយើងអាចសេរីបានចិត្តឆ្ងាយអញ្ចឹងទៅហើយបើមួយទៀតដាំម៉ាស៊ីនដាំដូចគ្នាដែរយើងមិននិយាយជាយើងមិនហៅជាម៉ាស៊ីនដាំទេយើងហៅជាឧបករណ៍ដាំយើងហៅ trim seeder ហ្នឹងគឺយើងអូសដោយដៃចាហ្នឹងវាថាបង្កភាពងាយស្រួលជាងដែលយើងព្រោះវាអូសទៅវាបានជាជួរហើយតែយើងប្រើកម្លាំងមនុស្សដែរទេប្រើកម្លាំងយើងផ្ទាល់ហើយនឹងក៏វាជួយសម្រួលមិនឲ្យក្របនឹងវាជ្រុះច្រើនអញ្ចឹងយើងអាចសេរីបានតាមដូចគ្នាដែរជាក្នុង trim seeder ហ្នឹងវាមានរុនជ្រុះញឹកហើយនឹងជ្រុះរង្វិលអញ្ចឹងយើងអាចសេរីតាមនឹងបានដែរហើយវិធីសាស្ត្រមួយទៀតហ្នឹងគឺវិធីសាស្ត្រការស្ទង់យើងមានស្ទង់ដោយម៉ាស៊ីនឬក៏ស្ទង់ដោយដៃអញ្ចឹងនៅក្នុងសហគមន៍របស់ខ្ញុំនេះគឺពួកគាត់កសិករគាត់ជ្រើសរើសការស្ទង់ដោយដៃដោយសារតែយើងបរិមាណមិនសូវជាច្រើនប៉ុន្តែធំទេមិនសូវធំទេអញ្ចឹងយើងធ្វើការស្ទង់ដោយដៃអញ្ចឹងក្រុមពួកគាត់អ្នកផលិតពូជហ្នឹងគាត់ជួយស្ទង់គ្នាម្ដងយកដៃគ្នាអញ្ចឹងណាហើយនេះគឺជាសំណាបដែលគាត់បានសាបអញ្ចឹងបើយើងគិតទៅសាបនេះសំណាបនេះមានអាយុក៏សាបដល់ថ្ងៃទី6អញ្ចឹងថ្ងៃនេះថ្ងៃទី16អញ្ចឹងសរុបមកវាបាន10ថ្ងៃអញ្ចឹងសម្រាប់សំណាប10ថ្ងៃគឺថាវាល្អហើយប៉ានេះគឺសំណាបពណ៌ឡើងខៀវស្ងាត់ហើយដុះមកស្មើតែម្ដងហើយអត់មានសាឡាត់អីទេយើងល្អខ្លាំងអញ្ចឹងបន្ទាប់ពីព្រោះហើយអាយុបាន1ខែ10ថ្ងៃឬក៏1ខែហ្នឹងគាត់អាចដកយកទៅស្ទង់ចាប់បានស្ទង់បានហើយចឹងសម្រាប់នៅឆ្នាំនេះគឺគាត់កសិករដែលគាត់ផលិតពូជគឺគាត់មានបទពិសោធន៍រៀងគ្រាន់ច្រើនដោយសារគាត់បានធ្វើ2ឆ្នាំហើយតែឆ្នាំនេះគឺឆ្នាំទី3សម្រាប់កសិករខ្លះតែក៏ចំនួនគាត់តែបានបទពិសោធន៍1ឆ្នាំឡើយឯងចឹងតែសម្រាប់ម្ចាស់ស្រែនេះគឺគាត់បទពិសោធន៍គាត់3ឆ្នាំហើយចឹងអាចថាបទពិសោធន៍រៀងច្រើនចឹងគាត់ធ្វើពី1ឆ្នាំទៅ1ឆ្នាំកាន់តែល្អទៅចឹងនៅពេលដែលយើងដកស្ទង់យើងនឹងអាប់ដេតម្ដងទៀតចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណបាយបាយជួបគ្នានៅវីដេអូក្រោយ